ដោយសារតែមានការสนับสนุนពីបងប្អូនបើសិនជាមានខ្យងលើក្រោយកុំភ្លេចឆាគ្រឿងឲ្យគាត់មើលផងថ្ងៃនេះគឺមេបឹងមកបញ្ចេញស្នាដៃទៀតហើយមុខម្ហូបថ្ងៃនេះគឺឆាខ្យងតែម្ដងបងប្អូនដាក់មកថារសជាតិដឹងតែអែមទៀតហើយមកមើលមេបឹងហូបបន្តិចមើលមុននឹងចូលទៅពេញវីដេអូតាមទំនុកពូបងប្អូនដែលទំនុកពូបាទឥឡូវធ្វើនេះឆាគ្រឿងខ្យងមើលខ្ញុំដាក់មួយមើលទឹមហុយហុយហ្នឹងដាក់ទំនុកនេះក្តៅដល់វត្តបាយមានតែស្រូវសលៃមុខម្ហូបបែបជនបទខ្យល់អាកាសបែបសុកស្រែលេីលំជាមួយនឹងខ្យល់អាកាសដ៏បរិសុទ្ធពិតជាអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែនបងប្អូនដោយសារតែថ្ងៃនេះគឺមេបឹងគាត់បានរកខ្យងបានមកសន្នំដែរចឹងហើយគាត់ក៏បានទេប្រាប់ខ្ញុំជាមួយតួខណ្ឌតែម្ដងបងប្អូនអញ្ចឹងហើយខ្ញុំក៏ល្វីល្វីចាប់ដើមពេលល្ងាចប្រហែលជាម៉ោងខ្ទង់ជា5ជាងខ្ញុំជិះទៅដល់កន្លែងមេបឹងគឺយើងចាប់ដើមធ្វើម្ហូបតែម្ដងបងប្អូនគឺចែកគ្នាធ្វើទៅបងប្អូនដែលដូចតែរដងចឹងឯងខ្ញុំចាប់ដើមទៅបេះតគួននេះទៅហើយថ្ងៃនេះក៏ខ្ញុំមានបងសិទ្ធដែលជាជាងថតនៅខាងបាត់ដំបងគាត់បានយកដ្រូនទៅក៏បង្ហាញពីទេសភាពពីខាងលើទៅពិតជាស្រស់ស្រាយខ្លាំងមែនទែនបងប្អូននិយាយពីថាបន្តិចទៀតបើសិនជាស្រូវរៀងវែងបន្តិចលាស់បៃតងខ្ចីតែម្ដងបងប្អូនហើយនិយាយទៅមុខម្ហូបរបស់យើងគឺយើងធ្វើអត់ដែរជាពិបាកប្រហែលទេបងប្អូនគឺមុខម្ហូបបែបសុកស្រែហើយក៏ជាចំណេញរបស់មេបឹងដែរពេលដែលគាត់ធ្វើដាក់មកគឺរសជាតិមិនថាទឹកដៃរបស់គាត់គឺនៅតែអែមរហូតតែម្ដងបងប្អូននិយាយពីថាខាន់ជាមួយមេបឹងចាប់ដើមបេះតគួនឬក៏បុកគ្រឿងទៅខ្ញុំចាប់ដើមមកលើខ្យងចាក់អីចឹងទៅហើយបន្ទាប់មកគឺតួខាន់ចាប់ដើមឆ្កឹះខ្យងចេញបងប្អូនគឺយើងថ្ងៃនេះគឺយើងបានឆាខ្យងហើយយើងដាក់ម្ទេសរៀងហិលតិចមកអូនិយាយពីថាតំណងខ្លាំងមែនទេបងប្អូននិយាយថាមកហូបបែបសុកស្រែបែបជនបទនិយាយទៅយើងហូបអត់ចេះតលន់ទេហើយរបស់ថ្ងៃនេះមកគឺអាប្អូនវាចង់លេងសើចថាយកអាច្បោកដែលយើងចំណាំចាក់ពោះហ្នឹងចង់មកយកចាក់ខ្យងអញ្ចឹងទៅវាលេងសើចអញ្ចឹងទៅក៏វាយកទៅទុកវិញអញ្ចឹងទៅហើយនិយាយពីថាទៅសភាពខ្យល់ធ្លាក់មករវិចបងប្អូនវាថាខ្ទមស្រែរបស់យើងគេហៅទៅដូចជាខ្ទមកំសត់អីចឹងណាហើយថ្ងៃនេះគឺមកជាងសិតមកគឺលក្ខណៈថាអូយករងមើលទៅដូចសេតដល់កណត់អីប៉ុន្តែដល់ក្នុងវីដេអូពិតគឺហូបមកគឺថាគាត់ថាជាតិតែម្ដងទឹកដៃមេបឹងនិយាយទៅខ្យល់អាកាសហើយនឹងបរិយាកាសខ្ញុំឃើញថាវាស្រស់ស្រាយខ្លាំងមែនតើបងប្អូនសម្រាប់ឲ្យបងប្អូនដែលចូលចិត្តបែបធម្មជាតិចូលចិត្តបែបសាមញ្ញហើយមកអង្គុយលេងនឹកដល់អនុស្សាវរីយ៍ចាស់កាលពីនៅក្មេងៗរស់ត្រីរស់អ្វីផ្សេងនៅតាមស្រុកស្រែជនបទខ្ញុំគិតថាអារម្មណ៍មួយនឹងពិតជាស្រស់ស្រាយខ្លាំងមែនតើបងប្អូនចំនួនកាលពីបងប្អូននៅ2011ឬក៏2012គឺចូលចិត្តបែបហ្នឹងហើយក៏ឥឡូវក៏រៀងអាយុកាន់តែច្រើនក៏អារម្មណ៍មួយក៏ចូលចិត្តបែបហ្នឹងដែរបងប្អូនវ័យកាន់តែចាស់គឺចូលចិត្តភាពកាន់តែស្ងប់ស្ងាត់មិនដូចពីមុនបងប្អូនយើងនៅក្មេងចូលចិត្តការសប្បាយច្រើនប៉ុន្តែដល់ទៅពេលយើងវ័យកាន់តែចាស់ហើយអារម្មណ៍មួយគឺមិនដូចពីមុនទេបងប្អូនគឺប្រែប្រួលទៅតាមពេលវេលាទៅតាមអាយុរបស់យើងតែម្ដងបងប្អូនហើយចូលមកក្នុងការធ្វើម្ហូបរបស់យើងវិញគឺមេបឹងនៅតែដដែលបងប្អូនទឹកដៃមិនថាការធ្វើម្ហូបមិនខាព្រឹកព្រៀងគឺគាត់ធ្វើទៅតាមពេលវេលាពីដំណាក់ទៅមួយដំណាក់គឺផ្សំគ្រឿងទៅតាមយកចិត្តទុកដាក់បន្តិចបងប្អូនដោយសារតែយើងធ្វើទៅគឺយើងមិនមែនធ្វើហើយយើងហូបអត់ដឹងណាណីហើយយើងវិកវែងចោលឲ្យអត់ទេណាបងប្អូនគឺពេលខ្លះគឺខ្ញុំហូបអត់អស់គឺខ្ញុំយកមកហូបបាយនៅផ្ទះទៀតបងប្អូនហើយនិយាយទៅតកួនរបស់យើងមិនថាបន្លែរបស់យើងទេគ្រឿងរបស់យើងគឺយើងអត់ពិបាកទៅទិញពីណាមកទេបងប្អូនចាប់ដើមបេះតាពីក្នុងផ្ទះយើងទៅប៉ុន្តែគឺសដែកដីយើងត្រូវតែទិញបងប្អូនយើងអត់បានដាំទេអញ្ចឹងគឺកន្លែងហ្នឹងហើយបងប្អូនដោយសារពេលខ្លះបើសិនជាយើងដាំបានយើងដាំទៀតប៉ុន្តែយើងដាំអត់កើតទេបងប្អូននិយាយពីថាមេបឹងធ្វើម្ហូបនីមួយបងប្អូននិយាយពីថាព្រឹត្តព្រៀងហើយនិយាយពីថាតកួនដាក់មកឡើងខ្ចីល្អណាស់បងប្អូនអើយខ្ញុំគ្រាន់តែបញ្ចូលបដាខ្ញុំលួចលេបទឹកមាត់បដាបងប្អូនដោយសារតែមុខម្ហូបមួយមុខហ្នឹងគឺជាមុខម្ហូបដែលឆ្ងាញ់ប្រចាំនៅស្រុកស្រែជនបទបងប្អូនដែលចូលចិត្តហូបអញ្ចឹងនិយាយពីថាមើលវីដេអូមកដឹងតលេបទឹកមាត់ទៀតហើយវីដេអូនេះបើសិនជាបងប្អូននិយាយទៅមានការខុសឆ្គងកុំប្រកែប្រកាន់ឲ្យបងប្អូនមកតាមដានមេបឹងជាមួយតួខានហូបទាំងអស់គ្នាតែឆ្ងាញ់ប៉ុណ្ណាហើយបងប្អូនដែលមិនទាន់ follow កុំភ្លេចជួយ follow បងប្អូនម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីដាក់មួយមើលទឹមហុយនឹងដាក់ទំនងនេះមើលក្តៅដល់ហើយពងrồi chia rồi mình tạc cuốn băng mở từ phản đại chức ngành rồi
Chiết vào đấy. Lên mà. Mới đã chia mùi á. Bọt bái miền là sờ lấy. Êm rồi. Chết đấy mày bẩn. Mót mới được mót đó nghe. Chết đã. Êm rồi. Đo này. Êm rồi. Tức là chết à. Miệng thọt lên từ ngoài vào đó thôi. Đây chân tay thì nhọt. Này. Bây tức là ngay nhỉ. Khăn ta cuốn sài giờ thì đó có. Một chua mới chứ. Du với oa nè. Êm rồi. Cái mà đứng bán đó chứ. Em. To. Bye bye fan mua. Bye bye bang Paul tụi con nè. Này mày bằng sao mà mặt trong đó. Chiết vậy này. Chứ mình tụi nó chi. Chiết à. Chìm chết mày. Bye bye. Bye bye bang ơn. Mày bằng ngay đấy